ការបាត់បង់ការងារមុខរបរឬប្រភពចំណូលភ្លាមៗគឺជាវិបត្តិផ្លូវចិត្តហិរញ្ញវត្ថុដ៏ធំមួយដែលអាចកើតឡើងលើគ្រប់គ្នាដោយមិនដឹងមុនក្នុងស្ថានភាពអាសន្នបែបនេះយើងត្រូវរក្សាជំហរឲ្យរឹងមាំរៀបចំផែនការទប់ទល់ដើម្បីការពារឆ្នាំងបាយនិងរក្សាសន្តិភាពផ្លូវចិត្តឲ្យបានល្អចំណុចទី1កុំស្លន់ស្លោនិងបន្ទោសខ្លួនឯងឲ្យសោះការបាត់បង់ការងារឬមុខរបរដួលរលំមិនមែនមានន័យថាជីវិតយើងចប់ត្រឹមនឹងឡើយឈប់គិតអវិជ្ជមានហើយត្រូវទទួលស្គាល់តថភាពពិតប្រាកដថាវាបានកើតឡើងរួចទៅហើយកុំលាក់បាំងត្រូវហ៊ាននិយាយប្រាប់គ្រួសារឬមនុស្សជាទីស្រឡាញ់ដោយត្រង់ដើម្បីរួមគ្នាកាត់បន្ថយសម្ពាធនិងស្វែងរកដំណោះស្រាយរួមគ្នាកម្លាំងចិត្តពីគ្រួសារគឺជាថ្នាំព្យាបាលការពារដ៏ល្អបំផុតចំណុចទី2ពិនិត្យកញ្ចប់ថវិកាបម្រុងបន្ទាន់កាត់បន្ថយការចំណាយមិនចាំបាច់ជាសំខាន់ផ្អាកការដើរលេងជួបជុំមិត្តភ័ក្តិវងកាហ្វេឬការទិញសម្ភារៈនិយមផ្សេងឈប់ខ្វះពីរបស់អនឡាញផ្សេងចូលបង្វែរថវិកាដែលនៅសល់ទាំងអស់មកផ្ដោតលើតែអាហារប្រចាំថ្ងៃថ្លៃផ្ទះថ្លៃទឹកភ្លើងនិងថ្នាំសង្កូវឬសាំងម៉ូតូឡានរៀបចំបញ្ជីបំណុលប្រសិនបើមានបំណុលធនាគារឬបំណុលផ្សេងត្រូវប្រញាប់ទំនាក់ទំនងទៅកាន់ម្ចាស់បំណុលដើម្បីសុំពន្យាពេលឬរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញដោយភាពស្មោះត្រង់ចំណុចទី3បង្កើតចំណូលបណ្ដោះអាសន្នភ្លាមកុំរើសអើងការងារធ្វើការងារដែលអាចទាញលុយបានលឿនក្នុងដំណាក់កាលនេះមិនមែនជាពេលដែលត្រូវជ្រើសរើសការងារឬខ្វល់ពីមុខមាត់ឋានៈអាយុនោះទេការងារទោះតូចតាចកម្លាំងបាយរត់កង់បីឬលក់ដូរអនឡាញបន្តិចបន្តួចឲ្យតែជាការងារសុចរិតនិងអាចទាញចំណូលមកទប់ទល់ឆ្នាំងបាយបានភ្លាមគឺត្រូវតែធ្វើជាដាច់ខាតប្រើប្រាស់ជំនាញបន្ទាប់បន្សំបើបងប្អូនមានជំនាញផ្សេងដូចជាបើកបរធ្វើម្ហូបរៀបចំឯកសារឬជំនាញបច្ចេកទេសត្រូវយកវាមកប្រើប្រាស់ដើម្បីបង្កើតចំណូលភ្លាមទី4សម្រួចសមត្ថភាពនិងស្វែងរកឱកាសថ្មីបដូរថាមពលនៃការត្អូញត្អែមកជាការប្រឹងប្រែងហើយប្រើប្រាស់ពេលវេលាដែលទំនេរនេះមកបង្កើតការអានសិក្សាជំនាញថ្មីឬសរសេររៀបចំប្រវត្តិរូបសង្ខេបឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមអក្ខរាវិរុទ្ធដើម្បីដាក់ពាក្យស្វែងរកការងារថ្មីការពង្រីកទំនាក់ទំនងទៅកាន់មិត្តភ័ក្តិរៀមច្បងឬមនុស្សក្នុងវិស័យការងារជាមួយដើម្បីសួរនាំរកឱកាសការងារមនុស្សចាស់ទុំគេមិនហ៊ានខ្មាស់ក្នុងការសុំឱកាសការងារនោះឡើយការបាត់បង់ការងារឬមុខរបរអាចធ្វើឲ្យយើងបាត់បង់ចំណូលមួយគ្រាតែវាមិនអាចបំផ្លាញតម្លៃនិងសមត្ថភាពនៅក្នុងខ្លួនយើងបានឡើយឲ្យតែយើងមិនព្រមចុះចាញ់មនុស្សខ្លាំងមិនមែនជាមនុស្សដែលមិនដែលដួលនោះទេគឺជាអ្នកដែលដួលហើយចេះប្រញាប់ងើបឡើងវិញដើម្បីជួបទឹកភ្នែករក្សាសន្តិភាពផ្លូវចិត្តហើយខំប្រឹងប្រែងខ្លាំងជាងមុនគុណជា2ដើម្បីការពារឆ្នាំងបាយនិងអនាគតរបស់គ្រួសារព្យុះភ្លៀងនៃជីវិតមកដើម្បីសាកល្បងចិត្តប៉ុណ្ណោះចូលរងំឡើងសូមអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំ